សួស្តីអ្នកគ្រូខ្ញុំឈ្មោះសែសុភារៈហើយបច្ចុប្បន្ននេះខ្ញុំមានកូន2នាក់បច្ចុប្បន្នគាត់អាយុ7ឆ្នាំហើយនៅសាលាហ្នឹងគាត់ចូលចិត្តរៀនភាសាអង់គ្លេសគាត់ចូលចិត្ត coding គាត់ចូលចិត្ត ICT ហើយនឹង activity មួយចំនួនដែលសាលាបានផ្ដល់ជូនទៅគាត់ជាទូទៅការសិក្សាបើសិនជាយើងមានតែមើលតែសភៅអត់មានការអនុវត្តគឺយើងពិបាកក្នុងការចាប់យកចំណេះដឹងថ្មីប៉ុន្តែជាក់ស្ដែងនៅ Strawberry មានកម្មវិធីសិក្សាល្អហើយគេមានជា lab គេមានជាកម្មវិធីផ្ទាល់សម្រាប់បង្ហាញទៅសិស្សសានុសិស្សទាំងអស់ហ្នឹងឲ្យគាត់រៀនហើយគាត់ឃើញផ្ទាល់ទៀតអញ្ចឹងមានន័យថាអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតគឺមានការអនុវត្តជាក់ស្ដែងដើម្បីឲ្យកូនសិស្សទាំងអស់ហ្នឹងគាត់ងាយស្រួលយល់ងាយស្រួលចងចាំកម្មវិធីសិក្សានៅ Strawberry វាប្រកបទៅដោយស្តង់ដារល្អហើយសូម្បីតែពេលខ្លះខ្ញុំពេលដែលគាត់ត្រឡប់ទៅផ្ទះវិញតែយើងមានធ្វើលំហាត់នៅផ្ទះរំលឹកមួយគាត់ហើយពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្ញុំ surprise មែនទែនសូម្បីតែការប្រកបភាសាអង់គ្លេសរបស់គាត់ការធ្វើលំហាត់របស់គាត់គឺយើងមានអារម្មណ៍ថាគាត់អាចមានលទ្ធភាពធ្វើបានទាំងយើងខ្លួនឯងគិតថាបាការខ្ញុំរៀនការប្រព័ន្ធខ្ញុំដូចលំហាត់នឹងដូចខ្ញុំពិបាកសម្រាប់ខ្ញុំណាហើយខ្ញុំគិតថាប្រហែលជាគាត់ធ្វើអត់បានប៉ុន្តែជាក់ស្ដែងគាត់អាចធ្វើបានម្យ៉ាងវិញទៀតខ្ញុំក៏ចាប់អារម្មណ៍បន្ថែមទៀតដែរព្រោះសាលាគេតែងតែមាន trip ទៅហាងមួយចំនួនដែលគាត់បានរៀបចំហ្នឹងដើម្បីឲ្យសិស្សសានុសិស្សហ្នឹងគាត់ដូចគាត់យល់ចូលរួមទៅក្នុងសង្គមជាក់ស្ដែងផ្ទាល់ហ្មងតាក់ទងជាមួយនឹងការផ្ដោះជូនពីសាលាខ្ញុំគិតថាគាត់នឹងទទួលបានអនាគតល្អមែនទែនទាំងការសិក្សាគាត់នឹងមើលឃើញទោះបីជាគាត់រៀននៅស្រុកខ្មែរយើងមែនប៉ុន្តែស្តង់ដារគឺមកពីបរទេសពី UK ដល់ពេលអញ្ចឹងការយល់ដឹងទៅលើការសិក្សារបស់គាត់គឺខ្ញុំគិតថាគាត់នឹងទទួលបានពុទ្ធិល្អមួយក្នុងការមើលឃើញទៅលើពិភពលោកចំពោះខ្ញុំគឺពិតជា strongly recommended ចំពោះបងប្អូនក្រុមគ្រួសារនិងមិត្តភ័ក្តិក្នុងការមកសិក្សានៅសាលារៀន Strawberry ដូចខ្ញុំបានលើកឡើងខាងមុខមុននឹងបន្តិចដែរគឺសាលាជាសាលាស្តង់ដារអន្តរជាតិហើយអ្វីដែលសំខាន់គឺកម្មវិធីសិក្សាល្អគឺវាងាយស្រួលក្នុងការជំរុញការសិក្សាដល់សិស្សានុសិស្សទទួលបានពុទ្ធិល្អពីព្រោះនៅទីនេះមិនត្រឹមតែការសិក្សាល្អទេគឺលោកអ្នកគ្រូសិតតែមានគុណភាពមានការទទួលខុសត្រូវខ្ពស់ក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្ស